ជ័យយោភាគីកូរ៉េខាងត្បូងនិងប្រទេសកម្ពុជាចាប់ដៃគ្នាដើម្បីសហការនៅក្នុងកិច្ចប្រតិបត្តិការបង្ក្រាបសកម្មភាពខុសច្បាប់របស់ពួកឧក្រិដ្ឋជនអនឡាញនៅកម្ពុជាអនុញ្ញាតគោរពជំរាបសួរបងប្អូនប្រិយមិត្តទេសនិកជនជាទីគោរពរាប់អានស្វាគមន៍មកកាន់វីដេអូវិភាគព្រឹត្តិការណ៍សំខាន់នៅក្នុងវីដេអូនេះខ្ញុំបាទសូមលើកយកព័ត៌មានដ៏សំខាន់ជាទីបំផុតសម្រាប់ប្រទេសកម្ពុជាដែលកំពុងតែតម្រង់ទិសឆ្ពោះទៅរកភាពជឿជាក់មួយនៃអន្តរជាតិហើយដោយអ្វីដែលបងប្អូនបានជ្រាបហើយប៉ុន្មានថ្ងៃនេះឃើញថាព័ត៌មានកំពុងតែរំជើបរំជួលនិងផ្ទុះការចាប់អារម្មណ៍ខ្លាំងជុំវិញពិភពលោកករណីដែលប្រទេសកម្ពុជាយើងរងការតិទៀនពីបណ្ដាប្រទេសនៅលើអន្តរជាតិទាំងមូលជាពិសេសគឺពាក់ព័ន្ធជាមួយនឹងឧក្រិដ្ឋកម្មអនឡាញនៅក្នុងប្រទេសកម្ពុជាកាលពីសប្តាហ៍មុននេះគឺនៅក្នុងខេត្តកំពតដែលបង្កទៅជាការយល់ច្រឡំយ៉ាងសុសសាយពេញពិភពលោកនៅក្នុងហេតុការណ៍នោះវាពិតជាមានប្រាកដមែនដោយសារតែឧក្រិដ្ឋជនជាតិចិនបានធ្វើសកម្មភាពមកលើជនជាតិកូរ៉េដែលជានិស្សិតនៅកម្ពុជារហូតដល់បាត់បង់ជីវិតហើយព័ត៌មាននេះបានបន្តធ្វើឲ្យភាគីកូរ៉េខាងត្បូងមានប្រតិកម្មយ៉ាងខ្លាំងចំពោះពាក្យសម្ដីដែលថាប្រធានាធិបតីកូរ៉េខាងត្បូងចោទប្រកាន់ថាប្រទេសកម្ពុជាគឺជាប្រទេសឧក្រិដ្ឋកម្មនោះវាមិនមែនជាការពិតទេប៉ុន្តែអ្វីដែលជាការពិតនោះគឺមានថៃនៅពីខាងក្រោយខ្នងថៃបានប្រើប្រាស់សារព័ត៌មានផ្លូវការធំរបស់ខ្លួននៅលើអន្តរជាតិដើម្បីធ្វើការផ្សព្វផ្សាយចោទប្រកាន់ពេញទំហឹងតែម្ដងដើម្បីគោលបំណងចេតនាទម្លាក់កំហុសលាបពណ៌បង្កាច់បង្ខូចបង្អាប់កេរ្តិ៍ឈ្មោះរបស់កម្ពុជានៅលើឆាកអន្តរជាតិប៉ុន្តែខណៈពេលនេះខាងភាគីខាងកូរ៉េជាពិសេសគឺប្រធានាធិបតីបានអះអាងហើយថាខ្លួនលោកមិនបានចោទប្រកាន់ប្រទេសកម្ពុជាបែបនេះទេប៉ុន្តែត្រឡប់មកវិញនេះលោកបែរជារៀបចំផែនការដើម្បីសហការជាមួយនឹងប្រទេសកម្ពុជាធ្វើយ៉ាងណាកំចាត់ពួកឧក្រិដ្ឋជនអនឡាញនៅប្រទេសកម្ពុជាឲ្យខាត់តែបានដែលនេះគឺជាដំណឹងល្អមួយសម្រាប់ប្រជាជនកម្ពុជាដើម្បីផ្ដល់ទំនុកចិត្តទៅលើកិច្ចសហប្រតិបត្តិការរវាងប្រទេសកូរ៉េខាងត្បូងនិងកម្ពុជាឲ្យកាន់តែមានភាពជឿជាក់ជាងមុននិងមានប្រសិទ្ធភាពស្តង់ដារអន្តរជាតិហើយខ្ញុំបាទសង្ឃឹមថាបន្ទាប់ពីចំណាត់ការទំនាក់ទំនងសហការជាមួយនឹងកូរ៉េខាងត្បូងនៅពេលនេះច្បាស់ជាទទួលបានលទ្ធផលល្អជាងមុនធ្វើយ៉ាងណាឲ្យអនុវត្តគោលការណ៍នេះឲ្យមានប្រសិទ្ធភាពជាទីបំផុតដើម្បីកុំឲ្យមានហេតុការណ៍អាក្រក់នេះកើតឡើងជាបន្តទៀតនាំឲ្យប៉ះពាល់យ៉ាងខ្លាំងទៅលើកេរ្តិ៍ឈ្មោះរបស់ប្រទេសកម្ពុជាជាពិសេសគឺវាអាចប៉ះពាល់ទៅលើវិស័យនានាដូចជាវិស័យទេសចរវិស័យពាណិជ្ជកម្មឧស្សាហកម្មនិងទំនាក់ទំនងអន្តរជាតិដែលប្រទេសកម្ពុជាយើងកំពុងតែមានដំណើរការល្អប្រសិនបើរឿងរ៉ាវទាំងអស់នេះនៅតែបន្តកើតឡើងនៅក្នុងប្រទេសកម្ពុជាជាញឹកញយបន្តទៀតនោះវារឹតតែធ្វើឲ្យប្រទេសកម្ពុជាមិនអាចឈរជើងនឹងនៅលើឆាកអន្តរជាតិបានឡើយជាពិសេសខណៈពេលដែលកម្ពុជានិងថៃមានចំនួនព្រំដែនកំពុងតែក្តៅកគុកបែបនេះថៃព្យាយាមធ្វើគ្រប់បែបយ៉ាងដើម្បីរកវិធីបង្អាប់បង្អោនកេរ្តិ៍ឈ្មោះរបស់កម្ពុជាលាបពណ៌កម្ពុជាគោលបំណងវាយប្រហារគ្រប់ទម្រង់ទាំងអស់ហើយសូមបងប្អូនបន្តជឿទុកចិត្តលើរដ្ឋាភិបាលកម្ពុជាកំពុងតែបោះជំហានយ៉ាងរឹងមាំនៅក្នុងឆាកអន្តរជាតិហើយបងប្អូនប្រសិនបើដំណាក់កាលមួយនេះហុចលទ្ធផលល្អប្រសើរជាងមនុស្សកម្ពុជារឹតតែមានកេរ្តិ៍ឈ្មោះបន្ថែមទៀតដើម្បីជំរុញអភិវឌ្ឍនៅវិស័យបង្ក្រាបឧក្រិដ្ឋកម្មតាមរយៈអនឡាញនៅក្នុងកម្ពុជាឲ្យមានប្រសិទ្ធភាពនិងជាទម្រង់ទ្រង់ទ្រាយធំជាងមុនបង្កនៅសន្តិសុខផ្នែកអនឡាញនិងហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជាទាំងស្រុងផងដែរព័ត៌មាននេះក៏ឆ្លុះបញ្ចាំងឲ្យឃើញអំពីស្មារតីយកចិត្តទុកដាក់និងទំនួលខុសត្រូវខ្ពស់របស់កម្ពុជាផងដែរខណៈពេលដែលរឿងរ៉ាវទាំងអស់នេះកើតឡើងនៅក្នុងប្រទេសកម្ពុជាទៅហើយដូច្នេះកម្ពុជាត្រូវតែបដិញ្ញាចិត្តនឹងធ្វើយ៉ាងណាឲ្យខាន់តែបានដើម្បីបង្ក្រាបឧក្រិដ្ឋជនអនឡាញនៅក្នុងប្រទេសកម្ពុជាស្វែងរកសុខសន្តិភាពខាងហិរញ្ញវត្ថុអនឡាញឲ្យបានប្រសើរជាងមុននេះក៏ជាការឆ្លើយតបដ៏សំខាន់ផងដែរសម្រាប់កម្ពុជាចំពោះកូរ៉េខាងត្បូងនិងអន្តរជាតិទាំងមូលថាកម្ពុជានឹងដុតដៃដុតជើងឲ្យក្តៅជាទីបំផុតនៅក្នុងបទឧក្រិដ្ឋកម្មមួយនេះហើយកិច្ចសហប្រតិបត្តិការមួយនេះវារឹតតែឆ្លុះបញ្ចាំងឲ្យឃើញអំពីការយកចិត្តទុកដាក់អំពីបញ្ហាសន្តិសុខអនឡាញនៅក្នុងប្រទេសកម្ពុជាមួយកម្រិតទៀតដើម្បីផ្ដល់ទំនុកចិត្តទៅកាន់អន្តរជាតិជំរុញវិស័យវិនិយោគសំខាន់បន្ថែមទៀតចូលមកកាន់ប្រទេសកម្ពុជាឲ្យកាន់តែច្រើនបងប្អូនប្រិយមិត្តទេសនិកជនជាទីគោរពរាប់អាននេះគឺជាព័ត៌មានក៏ដូចជាដំណឹងមួយដ៏ល្អសម្រាប់ប្រទេសកម្ពុជាផងដែរខ្ញុំជឿជាក់យ៉ាងមុតមមថាដំណើរការនៃបង្ក្រាបឧក្រិដ្ឋជនអនឡាញនៅក្នុងកម្ពុជាខណៈពេលដែលកូរ៉េខាងត្បូងនិងកម្ពុជាសហការគ្នាចាប់ដៃគ្នាពួតដៃគ្នានិងប្រើប្រាស់នៅមធ្យោបាយក៏ដូចជាបច្ចេកទេសក្នុងការបង្ក្រាបលើកនេះខ្ញុំគិតថាវាអាចនឹងផ្ដល់នូវអត្ថប្រយោជន៍ក៏ដូចជាលទ្ធផលល្អប្រសើរខ្លាំងមែនទែនពីព្រោះថាកូរ៉េខាងត្បូងគឺគេមានបទពិសោធន៍យូរឆ្នាំមកហើយ